ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកជួបគ្នាវិញជាថ្មីម្ដងទៀតហើយបន្ទាប់ពីបាត់ទៅអស់មួយរយៈធំបងប្អូនអញ្ចឹងគឺថាថ្ងៃនេះគឺនាងខ្ញុំបានត្រឡប់មកវិញហើយជាមួយនឹងមុខម្ហូបប្រចាំថ្ងៃរបស់យើងថ្ងៃនេះដែរគឺនាងខ្ញុំមកធ្វើខជើងជ្រូកញ៉ាំម្ដងបងប្អូននិយាយទៅមួយមុខនេះគឺនាងខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើជាពិសេសខដាក់ជាមួយនឹងទំពាំងក្រៀមអញ្ចឹងណាគឺជាតិខ្លាំងហ្មងបងប្អូនសម្រាប់គ្រឿងផ្សំដែលនាងខ្ញុំប្រើនៅថ្ងៃនេះគឺអត់មានអីច្រើនទេបងប្អូនមានតែជើងជ្រូកពងទាហើយយើងមានជាមួយនឹងទំពាំងក្រៀមយើងនឹងបងប្អូនគឺនាងខ្ញុំបានយកទៅត្រាំជាមួយនឹងទឹកក្តៅដើម្បីឲ្យទំពាំងនឹងរីកបានល្អហើយសម្រាប់មុខម្ហូបខរបស់យើងគឺពិតជាអាចចោលបានទេជាមួយនឹងស្ករត្នោតខ្មែរយើងបងប្អូនដាក់កូរឲ្យឡើងជើងក្រងមកឲ្យកាន់តែឈ្ងុយអញ្ចឹងណានិយាយទៅស្ករត្នោតខ្មែរយើងដាក់មកគឺធ្វើឲ្យខរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនអញ្ចឹងមកដល់កន្លែងនេះគឺនាងខ្ញុំបានបន្ថែមជាមួយនឹងម្រេចខ្ទឹមដែលនាងខ្ញុំបានបុកបញ្ចូលគ្នារួចរាល់ហើយអញ្ចឹងគឺយើងយកមកកូរឲ្យបានឈ្ងុយជាមួយនឹងស្ករត្នោតយើងអញ្ចឹងមកបងប្អូនបន្ទាប់មកបន្ថែមទឹកត្រីបន្ថែមអីមកនិយាយទៅរបៀបធ្វើគឺងាយៗទេបងប្អូនមិនតែមកនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងតែម្ដងអញ្ចឹងនេះគឺជារបៀបធ្វើខជើងជ្រូករបស់នាងខ្ញុំមកបងប្អូនគឺអត់មានអីច្រើនទេគឺកូរស្ករឲ្យឡើងជើងក្រងហើយបន្ថែមជាមួយនឹងម្រេចខ្ទឹមចូលលីងឲ្យឈ្ងុយចាក់ទឹកត្រីចូលតបមកគឺនាងខ្ញុំចាក់ជើងជ្រូកយើងចូលទៅតែម្ដងគឺយើងកូរជាមួយនឹងស្ករហ្នឹងទៅឲ្យដាច់ជាតិទឹកសិនណាបងប្អូនដាច់ជាតិទឹកហើយបានយើងចាប់ផ្ដើមដាក់ទឹករមាស់ទៀតអញ្ចឹងទៅហើយកន្លែងនេះគឺនាងខ្ញុំបានបន្ថែមជាមួយនឹងគ្រឿងក្រូវចូលឲ្យហើយដែរនាងខ្ញុំបន្ថែមដែរជាមួយនឹងអំបិលប៊ីចេងហើយនឹងទឹកស៊ីអ៊ីវខ្មៅតែប៉ុណ្្នឹងទេបងប្អូននិយាយទៅគ្រឿងផ្សំគឺអត់មានអីច្រើនទេតែប៉ុណ្្នឹងគឺនាងខ្ញុំដាក់គ្របទុកចោលដើម្បីឲ្យដាច់ទឹកដាច់ជាតិទឹកបងប្អូនបន្ទាប់មកបាននាងខ្ញុំចាក់ទឹកចូលទៅរងាស់ជើងជ្រូករបស់យើងនិយាយទៅទឹកគឺនាងខ្ញុំដាក់ម្ដងបន្តិចអញ្ចឹងណាដើម្បីឲ្យជើងជ្រូករបស់យើងនឹងគឺមានពណ៌ក្រហមស្អាតបងប្អូននេះបន្ទាប់មកគឺបន្ថែមមួយពងទាដែលយើងស្ងោររួចហ្នឹងគឺដាក់ចូលទៅមកងាស់ជាមួយគ្នានឹងទៅបងប្អូននិយាយទៅមកងាស់រហូតតតែជើងជ្រូករបស់យើងនឹងគឺបានផុយល្អនាងខ្ញុំគឺចូលចិត្តឲ្យវាផុយខ្លាំងបងប្អូនញ៉ាំទៅគឺឆ្ងាញ់ខ្លាំងមែនតើជាពិសេសកន្លែងសាច់ដែលមានខ្លាញ់មានស្បែកពេលដែលផុយខ្លាំងទៅគឺឆ្ងាញ់ខ្លាំងតែម្ដងហើយយើងដាក់បន្ថែមមួយទំពាំងក្រៀមរបស់យើងទៅទុករហូតដល់ទំពាំងយើងបានឆ្អិនល្អភ្លក់មើលរសជាតិហើយគឺរួចរាល់ហើយបងប្អូននេះទៅឆ្ងាញ់ខ្លាំងតែម្ដងចឹងសម្រាប់ខទំពាំងជើងជ្រូកយើងនេះគឺបានឆ្អិនរួចរាល់ហើយសម្រាប់វីដេអូនាងខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងឯងបងប្អូនសូមកុំភ្លេចជួយចុច Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ